បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូននៅកន្លឹះខ្លីមួយតាក់ទងទៅនឹងរបៀបនៅក្នុងការផ្លាស់ប្ដូរឈ្មោះ friend របស់យើងនៅក្នុង Telegram បាទអញ្ចឹងនៅក្នុង Telegram គឺយើងអាចផ្លាស់ប្ដូរឈ្មោះ friend របស់យើងបានបាទអូខេតោះអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបផ្លាស់ប្ដូរឈ្មោះ friend របស់យើងនៅក្នុង Telegram របស់យើងអ្នកគ្នាអញ្ចឹងសម្រាប់ការផ្លាស់ប្ដូរឈ្មោះនេះគឺបែងចែកជា2ទី1អ្នកដែលយើងអាចទៅគេមុនឬក៏ឆាតទៅគេមុនទី2គឺសម្រាប់អ្នកដែលគេអេដមកយើងមុនឬក៏គេឆាតមកយើងមុនអញ្ចឹងទី1នេះគឺខ្ញុំចង់បង្ហាញពីអ្នកដែលយើងអេដទៅគេមុនឬក៏អ្នកដែលយើងឆាតទៅគេមុនបាទអញ្ចឹងយើងទៅអនុវត្តទាំងអស់គ្នាជំហានដំបូងយើងចុចចូល Telegram របស់យើងមកបាទបន្តមកទៀតដល់ចំណុចនេះយើងត្រូវជ្រើសរើស friend ណាមួយដែលយើងចង់បដូរឈ្មោះមកបាទយើងគ្រាន់តែចុចទៅលើឆាតដែលយើងឆាតជាមួយគេហ្នឹងមកបាទឧទាហរណ៍ថាខ្ញុំចង់បដូរឈ្មោះអ្នកនេះបងច័ន្ទថ្មីនេះបាទអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើឈ្មោះរបស់គាត់ឬក៏ profile របស់គាត់មកបាទអូខេបន្តមកទៀតដល់ត្រង់ចំណុចនេះយើងត្រូវចុចទៅលើ profile របស់គាត់ម្ដងទៀតបាទចុចលើ profile មកហើយយើងក៏លេខមើលខាងលើគៀនខាងស្ដាំបាទខាងលើគៀនខាងស្ដាំនេះយើងចុចកន្លែងសញ្ញាចុច3ហ្នឹងចុចមកដល់មកបងប្អូនរកមើលកន្លែងពាក្យថា edit contact ដែលមាននិមិត្តសញ្ញាខ្មៅដៃហ្នឹងបាទអញ្ចឹងដើម្បីកែឈ្មោះគេបានយើងត្រូវចុចកន្លែងពាក្យថា edit contact ហ្នឹងមកសញ្ញាខ្មៅដៃហ្នឹងបាទចុចមកអូខេជំហានបន្តទៀតយើងគ្រាន់តែលុបឈ្មោះអាចាស់របស់គេចោលឲ្យអស់មកលុបចោលអស់មកបាទលុបចោលហើយយើងដាក់ឈ្មោះថ្មីហ្នឹងចង់ដាក់ភាសាអីក៏បានដែរគេអត់ប្រកាន់ភាសាណាតែគឺវាស្គាល់គ្រប់ភាសាទាំងអស់ Telegram ហ្នឹងណាបាទអូខេឥឡូវខ្ញុំសូមដាក់ឈ្មោះថ្មីសិនបាទខ្ញុំសូមដាក់ថាវណ្ណាអញ្ចឹងចុះបាទបន្ទាប់ពីបងប្អូនដាក់ឈ្មោះហើយយើងក៏លេខមើលខាងលើគេខាងស្ដាំយើងគ្រាន់តែចុចទៅលើពាក្យថា done ហ្នឹងទៅបាទគឺរួចរាល់ហើយបាទឃើញហើយឈ្មោះត្រូវបានដូរហើយបាទអូខេអញ្ចឹងសម្រាប់វិធីទី1គឺមានប៉ុណ្ណឹងឥឡូវយើងចូលដល់វិធីទី2ម្ដងបាទអញ្ចឹងសម្រាប់វិធីទី2នេះគឺសម្រាប់អ្នកដែលគេអេដមកយើងមុនឬក៏គេឆាតមកយើងមុនគឺយើងត្រូវធ្វើតាមវិធីផ្សេងដើម្បីអាចបដូរឈ្មោះគេបានអញ្ចឹងយើងគ្រាន់តែចូលមកក្នុងឆាតដែលយើងឆាតមួយគេមកបាទឧទាហរណ៍ថាខ្ញុំចង់បដូរឈ្មោះអ្នកនេះបន្តមកទៀតយើងចុចទៅលើ profile របស់គេឬក៏ឈ្មោះរបស់គេមកបាទហើយមកដល់កន្លែងនេះយើងត្រូវចុចកន្លែងពាក្យថា add to contact បាទសញ្ញាក្បាលមនុស្សឲ្យមានលេខបូកហ្នឹងចុចមកអូខេអញ្ចឹងបងប្អូនត្រូវបដូរកន្លែងនេះបាទយើងលុបឈ្មោះចាស់គេចោលទៅយើងលុបឈ្មោះចាស់គេចោលទៅហើយយើងសរសេរឈ្មោះថ្មីយើងអាចសរសេរឈ្មោះជាភាសាអីក៏បានដែរបាទឥឡូវខ្ញុំដាក់ជាភាសាខ្មែរចុះបាទខ្ញុំដាក់ថានៅថៃបាទបងនៅថៃបន្តមកទៀតយើងគ្រាន់តែចុចពាក្យថា done នៅខាងលើគេនៅស្ដាំនេះបាទចុចមកបាទតែប៉ុណ្ណឹងគឺអូខេតែម្ដងបាទឥឡូវយើងថយមកវិញបាទអញ្ចឹងបើសិនជាយើងទៅតែដូរភ្លាមវាអត់តន់បដូរភ្លាមទេមិញណាបាទតោះតែយើងរងចាំវា 4-5 វិនាទីសិនហើយយើងចុចថយក្រោយមកវានឹងធ្វើការផ្លាស់ប្ដូរហើយបាទបងប្អូនឃើញហើយនេះឈ្មោះខ្ញុំដាក់ថាបងនៅថៃមិញហ្នឹងបាទ អ
អូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់តាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត